បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមក review អំពីដើមបឺនេះបឺផ្លែកតលបឺមិនបឺវែងទេបឺមូលផ្លែមូលខ្ញុំដាំនៅខាងទឹកដីតកៅនៅខាងភូមិចំណោមឃុំកំពែងស្រុកព្រៃកបាស់ខេត្តតកៅបើនេះខ្ញុំទិញផ្លែយកមកក្លុកញ៉ាំទេបងប្អូនហើយក៏នឹកឃើញថាអូគេថាដាំបើអត់បានអីក៏យ៉ាងម៉េចនៅទឹកដីតកៅក៏ខ្ញុំលោសាក់ដាំខ្ញុំដាំបដោះមុនដំបូងខ្ញុំទិញផ្លែមកក្លុកញ៉ាំហើយក៏ខ្ញុំបដោះក្រាំយកក្រាំហ្នឹងយកមកដាក់បដោះចោលទៅហើយបើបងប្អូនចង់ដឹងថាពីវិធីសាស្ត្រប្រឡោះបើឲ្យបានដោះល្អយ៉ាងម៉េចចាំថ្ងៃណាតនេះខ្ញុំធ្វើវីដេអូបង្ហាញអំពីការបណ្ដោះគ្រាប់បើឲ្យបានដើមល្អដូចខ្ញុំចឹងនេះដើមល្អដើមមួយដើមនេះល្អខ្លាំងណាស់បាច់មែកឡើងសាខាបងប្អូនមែកឡើងច្រើនហើយស្លឹកគុណភាពស្លឹកវិញធំល្អណែមួយស្លឹកមួយសុទ្ធតាធំជាងបានដៃខ្ញុំហើយបើនេះមានអាយុកាល1ឆ្នាំហើយតាំងពីបដោះរហូតដល់បានប៉ុណ្ណេះហើយខ្ញុំជឿថាផ្លែព្រោះខ្ញុំដាំដើមផងនោះ4ឆ្នាំហើយគឺចេញផ្កាហើយតែ4ឆ្នាំហើយចេញផ្កាខ្ញុំមិនមែនទិញផ្សាំគេទេគឺខ្ញុំបដោះដូចគ្នាខ្ញុំបដោះក្រមដូចគ្នាខ្ញុំបដោះឲ្យខ្ញុំដាំទៅដាក់លេងទៅស្រាប់តែវាចេញផ្លែផ្កាដែរចេញផ្កាអត់ទាន់ដឹងថាផ្លែកាន់ឬក៏អត់កាន់ទេយើងអត់ទាន់ដឹងទេអញ្ចឹងយើងរងចាំថាតើបើដាំនៅតកៅផ្លែដែរឬក៏អត់ហើយផ្លែវារសជាតិឆ្ងាញ់ដែរឬក៏អត់ចាំមើលពេលដែលវាចេញផ្លែមកចាំខ្ញុំ review ឲ្យបងប្អូនទស្សនាទៀតតែគាត់នៅចង់បង្ហាញថាបើដាំនៅតកៅក៏ល្អដែរអត់ចាញ់នៅខាងស្រុកគេម៉ានទេគឺស្លឹកធំល្អខ្ញុំស្រឡាញ់ម្ដងនេះខ្ញុំស្រឡាញ់មែនតើខ្ពស់ល្អណែតាមពីគល់ទៅនេះល្អហើយអត់មានបានដាក់ជីអីទេខ្ញុំដាក់តែលាមកគោឯងអត់មានដាក់គីមីអីទេដីខ្ញុំនេះក៏មិនអមឲ្យផលបានដែរដីវាអត់ស្លោទេដីខ្ញុំហ៎អញ្ចឹងខ្ញុំដាំដាក់លាមកគោទៅទ្រាប់បានវាទៅបានមួយឆ្នាំល្អស្ទុះយកប៉ុណ្ណាណីតែក៏ត្រូវការទឹកដែរស្រោចទឹករហូតដែរហើយខ្ញុំសង្ឃឹមថាមួយដើមនេះនឹងផ្លែផ្កាឲ្យខ្ញុំនៅរយៈពេល3ឆ្នាំខាងមុខទៀតខ្ញុំជឿថា3ឆ្នាំឬក៏4ឆ្នាំទៀតអាចនឹងឲ្យផលខ្ញុំតាមដែលខ្ញុំថែមជីខ្ញុំថែមទឹកមើលថែដិតដល់ទាន់បានល្អម៉េចបងប្អូនឃើញនេះបែកខាងក្រោមនេះគឺតកៅស៊ីចឹងខ្ញុំខ្លាចវារាលដាលធំទៅក៏ខ្ញុំកាត់វាចេញតែមើលទៅខាងលើអត់មានអីទេគឺស្លឹកល្អអត់មានរោគអីធ្វើទុកអីវាទេស្រួលដាំទេបងប្អូនតែចាំមើលទៅមុខទៀតតើគាត់ចេញផ្លែផ្កាឲ្យល្អប៉ុណ្ណារសជាតិយ៉ាងម៉េចឆ្ងាញ់យ៉ាងម៉េចចាំខ្ញុំថតពេលដែលដើមខាងនោះដើមខាងនោះណែខ្ញុំស៊ូមមែន